แต่การนาจัดบ้านในสิ่งใดซอกคือซอกอ่ะเมียนเยิงเนี่ยการตกไอ้นาทิพย์ที่โปรได้chỉ dương sập ngày nâng son là mót riêng khluồn nâng ảnh son là mót riêng bỏ ong riêng khluồn nâng tại sao về miền rụp cái hay nâng chặt về nhiệm nâng ảnhแต่ปนังเทนางไงได้ประพฤติที่วัดสังสาให้วัดสังสานั้นเวียนเมียนเจียดเจียรีบเจียดที่มรณะให้เวียนเมียนกิจเลยได้นำไอเมียนติกได้เศร้าสิกได้สักสูลตกโตมันเนาะเมียนติกได้จึงเอียดจึงอลนั่งเฉียดตกจังคือถ้าเวียนเมียนตกในขนมวัดสังสานั่งเมียนติกได้ตกได้ลำบากให้พระสมมาสามพุทธพระองค์ตรงบานตรัสดังอัมพีสิกได้ตกต่างออกนั้นมันเมนแช่แต่เกิดเมียนตอบปีเฉียดมวยเตยเฉียดมวยมันออกมันหายจังละโหเตยนุเตปีโปรสิกได้ตกนั้นเมียนปัจจัยเอาอีกประเตยแต่เมียนเจาะเตะเมียนประเดชสันธิไอ้ประเดชสันธินั้นเมียนปัจจัยจังเมียนกรรมเจียปัจจัยนะโดยเจียขนมสันรักธาแล้วก็รู้จานะกรรมกาบานเป็นเจียมปีหายพอลในขนมพิธีบอนนังจังแต่เมียนสัตธีแต่บานเจดังในขนมเรื่องราวในชีวิตจังคือถ้าเตยสอมบอลดำไปเอาบานเชี่ยไปยาวในสิกระไดซับปัญญานิปะระโลกัสมังปัตตาหอนแต่ปานี่นั่งตัวบอลจะตีปึ้งระบาสัตต่างหลายเตยขนมโลกขังมกปะระโลกนั่งไอ้นั่งเชี่ยดำเนินชีวิตปัญตามันเป็นแช่แต่พระเตอจังมันเป็นตีบัมพัดเตการนับเบอเมียนกาอ้อเตอในกรรมหนึ่งรัฐเมียนไอเชี่ยไปใช้เอาประเดชสันธิเตนั่นไงให้กรรมนั้นก็มันเป็นแช่แต่อ้อเตอไอเตต่อแต่อ้อตั้มนะฮะนั่งไงออกตันหาออกจำนองในขนมเจ็ดจังเตยไอออกตันหานั่งต่อแต่ออกอวิชีได้มันดังเนื้อได้สัจจะทัวนั่งไอออกอวิชีนั่งต่อละเมียนไปเชียกาดลานคือวิเชียนั้นชมวธาอาสวะขยะวิเชียวิเชียนั้นเธออาสวะไอออกได้อันนั้นวิเชียนั้นโลกัตระเด่นวิเชียในขนมสาวตาปัตตะเมะขนมสักกะเตยเกียมีเมะขนมอนาเกียมีเมะขนมอรหัตตะเมะนั่นอันนั้นคืออาสวะขยะวิเชียโหดดาวเตยวิเชียคือปัญญาในขนมอรหัตตะเมะนั่งจังเตยเฉพริหารหอนนั่นคือเมียนแต่โจการเปรี้ยในเปลี่ยนแต่พนังเทอาจเมียนพบเชียดกับนาไอ้การต่อแต่เตียดไล่นั่งจิกาออกเตยในวัดดะนั่งอ่ะจังปุตบริษัทบองพระองค์กนใจต่างศักษาประทัวถึงจำบัตรเตยศักษาไอ้บานเจดังศักษานั่งเด็ดแตงปะระยัดแต่ศักษาแตงปะเดะบัดแต่ศักษาแตงศักษาเรียนโซแตงศักษาปะเดะบัดดำไปไอ้บานปัญญานั่งจำรานล้างบานดังท่าไว้ได้ยังรวมในสับไงนั่งคือเวในขนมวัดดะคือจิตตัววัดดะนั่งไอ้ได้เมียนกาออกเตยโซนเตย
រលត់រលាយទៅកន្លងទៅអត់មានចាប់ទុកនៅជាខ្លួនយើងអីទៅទេបើវត្តដាក់នឹងជាខ្លួនយើងធ្វើម៉េចទៅកាន់ព្រះនិព្វានបានពីព្រោះព្រះនិព្វានគឺវិវត្តដាក់ប្រែមកថាវាប្រសិជ្ជៈនៅវត្តដាក់នឹងឯងចឹងព្រះនិព្វានគឺមិនមានកិលេសវត្តដាក់មិនមានកម្មវត្តដាក់មិនមានវិបាកវត្តដាក់ហ្នឹងឯងហើយបើយើងប្រកាន់ថាជាខ្លួនយើងធ្វើម៉េចទៅកាន់ព្រះនិព្វានបានបើវត្តដាក់នឹងជាខ្លួនយើងនោះណានឹងឯងអញ្ចឹងគឺតលតែអប់រំបញ្ញាឲ្យឃើញត្រឹមតែជាវត្តដាក់ដកនៅអត្តសញ្ញាសេចក្តីសម្គាល់ថាសង្ខារធัวនេះអត្តភាពនេះខណ្ឌបញ្ញកៈនេះកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់នេះជាខ្លួនយើងដកអត្តានុតិដ្ឋិហ្នឹងចឹងគឺនិស្សរណៈដែលប្រែមកថាលះបង់នឹងឯងបានកើតឡើងទៅតាមរយៈនៃវិបស្សនាហ្នឹងអញ្ចឹងគឺការហួងហែងដែលនឹងថាជីវិតយើងរស់នៅសប្តាហ៍ថ្ងៃហ្នឹងជាខ្លួនយើងជាខ្លួនឯងជាខ្លួនគេអាហ្នឹងវាត្រូវលះបង់នៅសេចក្តីប្រកាន់ហ្នឹងគ្រាន់តែអ្វីដែលមានបច្ច័យឲ្យកើតឡើងហើយកន្លងទៅជាអតីតាធម្មាតែប៉ុណ្្នឹងទេរហូតដល់ទៅអស់បច្ច័យទៅវត្តដាក់ហ្នឹងក៏អស់ទៅនឹងឯងចឹងហើយការអស់បច្ច័យហ្នឹងការអស់វត្តដាក់ហ្នឹងគឺជាឈ្មោះនៃព្រះនិព្វានចឹងគណាគឺការមិនកើតឡើងនៅកងទុក្ខណាការមិនកើតឡើងនៅសេចក្តីទុក្ខការមិនកើតឡើងនៅកិលេសការមិនកើតឡើងនៅកម្មការមិនកើតឡើងនៅផលវិបាករបស់កម្មហ្នឹងណាវត្តដោបច្ឆេតោហ្នឹងឯងចឹងថាឧបច្ឆេទគឺថាចូលមកកាត់ផ្ដាច់វត្តដាក់ហ្នឹងអស់ទៅហ្នឹងឯងហ្នឹងឯងដែលពុទ្ធបរិស័ទយើងបប្រតិបត្តិបានចេះដឹងមិនប្រកែប្រកម្មវៃក្នុងជីវិតយើងសប្ថ្ងៃហ្នឹងធ្វើជាខ្លួនយើងទេតែហ្នឹងឲ្យយើងយល់ថាបើចិត្តចេតសិករូបសប្ថ្ងៃហ្នឹងជាខ្លួនយើងអាហ្នឹងយើងមិនអាចបាននិព្វានទេហើយយើងទៅនិព្វានមិនបានព្រោះនិព្វានមិនមានចិត្តមិនមានចេតសិកមិនមានរូបហ្នឹងឯងអញ្ចឹងគឺព្រះនិព្វានជាការអស់ទៅនៃទុក្ខមិនអស់យើងទេអានឹងគ្រាន់តែសន្មតទេដែលព្រះខៃណាស្របចូលកាន់ព្រះនិព្វាននឹងសន្មតពីព្រោះសន្មតជាសត្វជាបុគ្គលនឹងនៅលើបញ្ញខណ្ឌនឹងក្នុងវដ្តសង្សារដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណាមកហ្នឹងគឺសន្មតជាបុគ្គលមួយអង្គម្នាក់ហ្នឹងទៅលើវត្តដាក់ទាំង3ហ្នឹងគឺកិលេសវត្តដាក់នាំឲ្យកើតកម្មវត្តដាក់នាំឲ្យមានវិបាកវត្តដាក់នាំឲ្យមានកិលេសតរហូតមកដល់សពថ្ងៃហ្នឹងសន្មតថាជាបុគ្គលមួយអង្គម្នាក់ហ្នឹងនឹងសន្មតទៅលើវត្តដាក់នឹងឯងដល់ទៅពេលវត្តដាក់នឹងវាត្រូវដាច់នៅកិលេសព្រោះអាសវៈខយៈវិជាហ្នឹងគឺវិជាដែលធ្វើអាសវៈឲ្យអស់ទៅហ្នឹងគឺលះកិលេសដល់ទៅដាច់កិលេសវត្តដាក់ទៅកម្មក៏អត់មានសកម្មភាពដែលកើតមកពីកិលេសហ្នឹងក៏អត់មានដល់អញ្ចឹងអស់ត្រឹមចុតិចិត្តនឹងឯងទៅពោលថាព្រះអរហន្តនឹងចូលកាន់ព្រះនិព្វាន
ណាព្រះអរហន្តចូលកាន់ព្រះនិព្វានព្រះអរហន្តហ្នឹងគឺជាវោហាដែលសន្មតថាជាបុគ្គលមួយអង្គម្នាក់ហ្នឹងប៉ុន្តែដោយបរមត្តហ្នឹងគឺបានដីថាជាការអស់ទៅនៃវត្តដាក់នឹងឯងចឹងព្រះនិព្វានហ្នឹងគឺជាការអស់ទៅនៃវត្តដាក់គឺការដែលមិនមានសេចក្តីទុក្ខនឹងឯងប្រព្រឹត្តទៅក្នុងព្រះនិព្វាននោះហ្នឹងឯងហៅថាអបវត្តតាំងវត្តដាក់នេះឈ្មោះថាបវត្តតាំងបវតចន្តសអំបវត្តតាំងហ្នឹងគឺការប្រព្រឹត្តទៅនៃខណ្ឌធាតុអាយតនៈហ្នឹងហៅថាវត្តដាក់ហើយព្រះនិព្វានហ្នឹងអបវត្តតាំងគឺមិនមានការប្រព្រឹត្តទៅនៃខណ្ឌធាតុអាយតនៈហ្នឹងឯងចឹងគឺព្រះនិព្វានហ្នឹងមានហេតុចឹងមានហេតុគឺការអប់រំចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងឯងដែលជាហេតុដែលជាបដិបទាដែលធ្វើឲ្យអស់ទៅនៃវត្តដាក់ហ្នឹងឯងអញ្ចឹងការដែលអបវត្តតាំងមិនមានវត្តដាក់ប្រព្រឹត្តទៅហ្នឹងគឺជាព្រះនិព្វានជាផលនៃមគ្គបដិបទាហ្នឹងមគ្គបដិបទាហ្នឹងគឺជាហេតុជាបដិបទាហ្នឹងតែមិនមែនជាតួបច្ច័យទេមិនមែនបច្ច័យបង្កើតរូបវេទនាសញ្ញាសង្ខារវិញ្ញាណទេមគ្គបដិបទាហ្នឹងជាហេតុដែលនាំឲ្យអស់ទៅនៃវត្តដាក់ហ្នឹងពីព្រោះអរិយមគ្គហ្នឹងបានលះបង់នៅកិលេសធ្វើឲ្យកិលេសហ្នឹងអស់ទៅរីងស្ងួតទៅតែជាតួដុតនៅកិលេសជាតួសម្លាប់នៅកិលេសធ្វើឃាតនៅកិលេសបហានៈលះបង់នៅកិលេសហ្នឹងអស់ទៅវត្តដាក់ហ្នឹងក៏អស់ទៅតែប៉ុណ្្នឹងទេចឹងគឺថាវត្តដាក់កថាជាការសម្ដែងពីវត្តដាក់ដែលប្រព្រឹត្តទៅជាសេចក្តីទុក្ខហើយវិវត្តដាក់ហ្នឹងគឺជាការអស់ទៅនៃវត្តដាក់ជាការអស់ទៅនៃទុក្ខខ្ញុំប្រកាសណាលើកឡើងក្នុងសេចក្តីនេះគ្រាន់តែដើម្បីសម្រួលពុទ្ធបរិស័ទយើងនឹងឲ្យបានមកកំណត់ដឹងជីវិតដែលកំពុងរស់នៅនេះកុំឲ្យចេះតែជាខ្លួនអញហ្នឹងពីព្រោះជាធัวដែលត្រូវលះបង់ទៅទេនឹងឯងចឹងទិសដៅនៃពុទ្ធបរិស័ទយើងគឺប្រព្រឹត្តទៅដើម្បីការរួចផុតចាកទុក្ខហើយរួចផុតចាកទុក្ខហ្នឹងគឺរួចផុតអំពីអត្តភាពរួចផុតពីខណ្ឌបញ្ចកៈហ្នឹងអញ្ចឹងបើឥឡូវហ្នឹងជាខ្លួនយើងតែយើងគិតរួចផុតយ៉ាងម៉េចទៅទៅតតែឥឡូវហ្នឹងគឺជាអត្តភាពខណ្ឌបញ្ចកៈឥឡូវហ្នឹងគឺជាវត្តដាក់បានវាមានការលះបង់នៅវត្តដាក់ហ្នឹងទៅបាននឹងឯងចឹងហើយធัวនៅក្នុងបដិច្ចសមុប្បាទធัวអរិយសច្ចធัวតេតួងទៅនឹងរឿងចុតិបដិសន្ធិនេះសុទ្ធតែជាធัวមានជំរឿដែលពុទ្ធបរិស័ទយើងត្រូវសិក្សាត្រូវអប់រំបញ្ញាណាបានស្ដាប់យល់ត្រង់តែថាកិច្ចការងារដែលយើងបានអប់រំនៅក្នុងកុសលធម៌បច្ចុប្បន្នហ្នឹងគឺមិនមែនដើម្បីអត្តភាពទេហ្នឹងឯងគឺអត្តភាពហ្នឹងគ្រាន់តែជាឧបករណ៍ទេឧបករណ៍សម្រាប់យើងសាងនៅព្រហ្មយានហ្នឹងយានដល់ប្រសើរណាហ្នឹងឯងអេតតតនិសម្ភូតាំងព្រហ្មយានណាំងអនុត្តរੰនេយន្តេធិរាលោកកម្មមហាអញ្ញតថោចយ៉ាងចយន្តេនឹងក្នុងបេដកលេខ37ដែលព្រះអង្គសម្ដែងពីព្រហ្មយានដល់ប្រសើរកើតឡើងក្នុងអត្តភាពនៃបុគ្គលណាបុគ្គលនោះគឺជាអ្នកប្រាជ្ញរមែងឆ្លងផុតចាកលោកគឺណាមានតែជ័យជំនះម្យ៉ាងប៉ុណ្ណោះគឺណាអញ្ញតថោចយ៉ាងចយន្តេណាជាយ៉ាងហ្នឹងចឹងគឺមានតែជ័យជំនះប៉ុណ្ណោះគឺណាអញ្ញតថោហ្នឹងគឺតែម្យ៉ាងណាដោយជ័យជំនះចឹងគឺនៅក្នុង
សេចក្តីនៃពធដែលពុទ្ធបរិស័ទយើងស្ដាប់ហើយស្ដាប់ទៀតហ្នឹងគឺដើម្បីឲ្យយល់ថាអត្តភាពនេះជាឧបករណ៍សម្រាប់សាងនៅព្រហ្មយានឆ្លងទៅកាន់ព្រះនិព្វានដោយប្រសាសន៍ក្នុងសន្ទរកថាថាសទ្ធាយៈតរតិអោខាំងឆ្លងនៅអន្លង់បានដោយសទ្ធាសទ្ធានឹងប្រកបទៅដោយសោតាបត្តមៈនឹងឯងចឹងហើយបន្តទៅទៀតអបមាតេនអន្តវង្សឆ្លងសមុទ្រវដ្តសង្សារដោយសេចក្តីមិនប្រមាទសេចក្តីមិនប្រមាទហ្នឹងជាឈ្មោះរបស់សតិដែលប្រកបទៅដោយសក្កតាគាមិមៈនឹងគឺព្រះអង្គទ្រង់វិសាចនាចំពោះអលវកយៈក្នុងអលវកសោតសតនិបាតបេដកលេខ54ចឹងហើយទី3វិរិយេនទុក្ខមច្ចេតិឆ្លងរួចពីសេចក្តីទុក្ខបានដោយវិរិយៈដែលប្រកបជាមួយនឹងអនាគាមិមៈបានទី4បញ្ញាយៈបរិសុទ្ធតិបរិសុទ្ធទៅបានដោយបញ្ញាដែលបញ្ញាហ្នឹងគឺបញ្ញាក្នុងអរហត្តមគ្គនឹងឯងចឹងអញ្ចឹងគឺព្រះអង្គទ្រង់បានប្រកាសសម្ដែងធัว4 1សទ្ធា2សតិ3វិរិយៈ4បញ្ញានឹងឯងចឹងសំខាន់ណាស់ធัว4ហ្នឹងនៅក្នុងចតុបរិសត្តសិលក៏យកធัว4ហ្នឹងមកជាមេចឹងហើយតាមលំដាប់លំដោយដូចគ្នាអញ្ចឹងសទ្ធាសតិវិរិយៈបញ្ញាបបាតិមកសង្វរៈបរិសុទ្ធដោយសទ្ធាឥន្ទ្រិយសង្វរៈសិលបរិសុទ្ធទៅដោយសតិអាជីវៈបរិសុទ្ធសិលបរិសុទ្ធដោយវិរិយៈហើយនឹងបច្ចយៈសន្និសិទ្ធសិលពិចារណាបច្ច័យ4បរិសុទ្ធដោយបញ្ញាឃើញទេសទ្ធាសតិវិរិយៈបញ្ញាដូចគ្នាទាំងធัวដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងដើម្បីឲ្យបានរួចផុតចាកទុក្ខរួចផុតចាកវដ្តសង្សារនឹងសំខាន់ណាស់ជាគុណធัวដែលជានិយានិកធัวគឺជាធัวដែលជាព្រហ្មយានជាយានដល់ប្រសើរចម្លងសត្វលោកឲ្យរួចផុតពីសមុទ្រវដ្តសង្សារហើយយើងស្ដាប់អញ្ចឹងទៅយើងមកកំណត់ដឹងអត្តភាពនេះដែលកំពុងតែអង្គុយស្ដាប់ពធនេះអានឹងវាជាតួសមុទ្រវាជាតួវដ្តសង្សារទេណានឹងណាដែលយើងត្រូវឆ្លងទៅមិនមែនត្រូវប្រកែប្រកាន់អញខ្លួនអញត្រូវមានអីត្រូវបានអីទេត្រូវឲ្យដឹងថាអានឹងវត្តដាក់ជាវត្តដាក់ដែលជាសមុទ្រដែលជាសមុទ្រណាដែលត្រូវហែលឆ្លងទៅនេះនឹងឯងនៅក្នុងអង្គុត្តរនិកាយសត្តនិបាតព្រះអង្គសម្ដែងពីបុគ្គល7ពួកហ្នឹងបឋិជន3ព្រះអរិយបុគ្គល4ត្រូវគ្នាទៀតទាំងគ្រាន់តែថាមានបឋិជន3ពួកហ្នឹងពួកទី1មុជទៅហើយអត់ងើបវិញទេមុជក្នុងបាបមុជទៅគឺទៅហ្មងចឹងអត់មានងើបមកធ្វើបន់ធ្វើទានអីចឹងទេអត់ទេទៅបាត់ហើយទី2ងើបមកលេមដូចមានស្អីទាញជើងទៅវិញទៅនឹងឯងអាហ្នឹងងើបហើយមុជទៅវិញណាអ្នកទី3ល្អងើបហើយអត់មុជវិញទេនឹងក្នុង3ដកលេខ47ទាំងងើបហើយអត់មុជវិញនឹងល្អណាស់នឹងគឺបឋិជនល្អហើយដើម្បីបន្តមករកព្រះអរិយៈណាដើម្បីបន្តមកចូលកាន់ភូមិព្រះអរិយៈគឺដល់ទៅពេលណែអានិសង្ឃនៅត្រង់ដែលថាងើបហើយអត់មុជទៅវិញហ្នឹងបានឱកាសសម្លឹងមើលឃើញកោះឃើញត្រើយតែត្រង់ឃើញកោះឃើញត្រើយហ្នឹងបាលីហៅថាទេសនៈសម្បត្តិដល់ព្រមដោយការឃើញទេសនៈសម្បត្តិហ្នឹងណា
ឬយើងប្រែថាសម្បត្តិនោះយើងស្ដាប់បានហើយសម្បត្តិហ្នឹងសម្បត្តិប្រែថាដល់ព្រមទៀតហ្នឹងឯងសម្បត្តិប្រែថាដល់ព្រមហ្នឹងឯងដល់ព្រមដោយការឃើញដល់ព្រមដោយទេសនៈក្នុងទីនេះគឺសោតាបត្តមៈព្រះអង្គសម្ដែងថាការដែលឃើញកោះឃើញត្រើយហ្នឹងគឺជាសោតាបណ្ឌបុគ្គលដែលជាអ្នកឃើញហ្នឹងអាហ្នឹងឯងដែលសទ្ធាយតរតិអោខាំងដែលឆ្លងនៅអន្លងបានហ្នឹងដោយសទ្ធាហ្នឹងឯងដោយសទ្ធាហ្នឹងសម្បយុទ្ធទៅដោយសោតាបត្តមៈអន្លង4ទៀតគឺកាមោខៈភវោខៈទិដ្ឋោខៈអវិជោខៈណែយើងមានសទ្ធាឆ្លងលួងកាមណានឹងឯងបើតាមដែលយើងអត់សទ្ធាត្រេកអររីករាយក្នុងកាមគុណហើយក៏ប្រព្រឹត្តទៅនៅក្នុងបញ្ញវេរីបាណារិបាតអតនីទានកាមេសមិច្ឆាចាចឹងទៅមុសាសម្ដីនឹងឯងអត់មានខ្លឹមសារអត់មានតម្លៃគួរដល់ការគោរពសូម្បីតែខ្លួនឯងក៏មិនគួរដល់ការគោរពនៃខ្លួនឯងដោយសារអីដោយសារវាអត់មានគុណតម្លៃចឹងនោះយើងដែលគួរដល់ការគោរពនៃខ្លួនឯងនិងអ្នកដទៃវាតតែមានគុណតម្លៃយើងកុំនិយាយអាត្រង់លើកតម្កើងខ្លួនអានឹងវាប្រកបជាមួយនឹងមោហៈទេប្រកបជាមួយនឹងការវង្វេងទេចេះតែលើកតម្កើងខ្លួនឯងប្រសើរគ្រាន់បើតែយើងមកគិតពីគុណតម្លៃវិញមនុស្សយើងវាមានគុណតម្លៃដែលគួរដល់ការគោរពនឹងឯងចឹងគឺយើងត្រូវពិចារណាណាគុណតម្លៃកុំឲ្យវាអស់ថ្លៃតែអស់ថ្លៃទៅថោកថោកនោះវាមានហេណាធម្មាធัวថោកហ្នឹងណាតែធัวថោកហ្នឹងគឺអកុសលនឹងឯងចឹងគឺមនុស្សយើងមានគុណមានតម្លៃហ្នឹងដោយសារសទ្ធាសិលសតៈចាគៈបញ្ញាក្នុងអត្តសម្មាបនិធិតម្កល់ខ្លួនឲ្យមានតម្លៃហ្នឹងគឺតម្កល់ខ្លួនក្នុងធัว5ហ្នឹងក្នុងមង្គលសូត្រទាំងអត្តសម្មាបនិធិអេតាមាំងកិលមុតតមាំងហ្នឹងណាគឺជាមង្គលដ៏ឧត្តមគឺថាតម្កល់ខ្លួនដោយប្រពៃក្នុងសទ្ធាសិលសតៈគឺការស្ដាប់សតៈស្ដាប់សិក្សារៀនសូត្របាននៅការចេះដឹងទៅនឹងឯងជាមហាកុសលមានសេចក្តីសុខឲ្យតែមានឆន្ទៈក្នុងការស្ដាប់ក្នុងការសិក្សាទៅមានសេចក្តីសុខទៅជីវិតជាសុខហើយហើយយើងចេះស្ដាប់ទៅចូលចិត្តទៅមានសេចក្តីសុខទៅរស់សេចក្តីសុខរឿងអីទៀតគឺចិត្តនឹងឯងមានសេចក្តីសុខដោយសារតែមានសទ្ធាជាដើមហ្នឹងដែលនាំឲ្យចម្រើនទៅដោយបញ្ញាយើងរស់សេចក្តីសុខជាក់ស្ដែងក្នុងបច្ចុប្បន្នផ្ទាល់រៀងព្រះអង្គរៀងខ្លួនចឹងទៅអញ្ចឹងគឺក្នុងការដែលពុទ្ធបរិស័ទមានសទ្ធាមិនបានប្រើប្រាស់ជីវិតនឹងទៅនៅក្នុងកាមគុណទេមានទ្រព្យសម្បត្តិអីក៏មិនបរិភោគស៊ីចាយសបាយឥតប្រយោជន៍ទៅក្នុងកាមគុណដែរយកមកធ្វើបន់ធ្វើទានអញ្ចឹងទៅរំដាប់កម្មអង្គមានតម្លៃត្រៃ200,000 រៀលណាហ្នឹងឯងហ្នឹងអានតាមសរសេរណាហើយអសរថា20,000 រៀលហ្នឹងឯងហើយបង្វិលជូនវិញ30,000ណាគឺ30,000សម្រាប់ប្រគេនប្រសង់ហ្នឹងឯងហ្នឹងគឺគ្រាន់តែខ្ញុំណាអានទៅតាមសេចក្តីនៃពធត្រង់ដែលថា$20,050ស្មើនឹង$50ហ្នឹងគឺក៏ជាឧទាហរណ៍ដើម្បីបញ្ជាក់ថាសទ្ធាយតរតិអោខាំងហ្នឹងដែលយើងឆ្លងអន្លងកាមឃើញទេ50
ដុល្លារហ្នឹងវាជាអន្លង់កាមប៉ុន្តែយើងឆ្លងបានដោយសទ្ធាយកមកចូលក្នុងរណ្ដាប់កម្មអង្គនេះអាហ្នឹងឧទាហរណ៍ជាក់ស្ដែងហើយ$50ហ្នឹងគេអាចលួចអាចប្លន់បានណាហ្នឹងឯងអាចធ្វើឃាតមនុស្សបានណាដើម្បី$50 20,000 រៀលហ្នឹងណាអាចកុហកភូតភួរបោកប្រាស់គ្នាណាក្នុងលោកហ្នឹងចឹងអាចឆក់អាចដណ្ដើមអីស្លាប់មនុស្សក៏បានដែរទាញកបោបទាញអីមកធ្លាក់ពីលើម៉ូតូឬក៏ដួលអីចឹងទៅហើយមនុស្សយើងហ្នឹងថុយសឹងអីហ្នឹងគ្រាន់តែដួលត្រូវក្បាលជួងដុំថ្មស្រួចអីបន្តិចផុងរលាទៅស្លាប់បាត់ហើយនឹងឯងដើម្បីបានប្រាក់ប្រមាណ10000នៅនឹងកបោបហ្នឹងចឹងទៅនឹងឯងជារឿងដែលប្រព្រឹត្តទៅដោយអកុសលកម្មផ្សេងចឹងអាហ្នឹងគ្រាន់តែលើកឡើងឲ្យឃើញអញ្ចឹងនឹងឯងចំពោះអ្នកដែលបានប្រព្រឹត្តទៅនៅក្នុងកាមគុណនឹងឯងដោយមាសប្រាក់លុយកាក់ទាំងអស់ហ្នឹងរហូតដល់ទៅថាមិនចេះគ្រប់គ្រាន់មិនចេះឆ្អែតឆ្អន់មិនចេះស្កប់ស្កល់ទៅដោយសម្បត្តិក្នុងโลกហ្នឹងហើយអ្នកដែលមិនមែនជាមហាសិទ្ធិពិភពលោកហ្នឹងកាលណាបើមិនដឹងផ្លូវនៃសេចក្តីសុខគឺការអប់រំចិត្តទេចេះតែអន្ទែងពុះវិញ្ជ្រោលទៅតាមអ្នកដតីហ្នឹងចង់ប្រណាំងចង់ប្រជែងចង់មានចង់បានហ្នឹងនៅតែកើតទុកអញ្ចឹងទៅមហាសិទ្ធិលេខ1ហើយមានឆ្នាំណាគេដាក់លេខឲ្យចុះមកត្រឹមលេខ2វិញកើតទុកអស់យ៉ាងគឺគ្រាន់តែថាវាចាញ់អ្នកលេខ1ហ្នឹងនឹងឯងមើលទ្រព្យសម្បត្តិមានតែអត់អីមហាសិទ្ធិពិភពលោកធ្លាប់តែលេខ1ហើយធ្លាក់មកលេខ2វិញកើតទុកនឹងឯងឲ្យបានដឹងថាសេចក្តីទុកហ្នឹងទុកសម្រាប់អ្នកមានទុកសម្រាប់អ្នកក្រទុកសម្រាប់អ្នកតូចទុកសម្រាប់អ្នកធំគឺថាមានទៅតាមហ្នឹងពុទ្ធបរិស័ទយើងចូលមកក្នុងសទ្ធាយៈតរតិអោខាំងឆ្លងអន្លង់កាមបានដោយសទ្ធាគឺយើងមានប្រាក់20,000នឹងឯងប្រកបដោយសទ្ធាក្នុងរណ្ដាប់កម្មអង្គនឹងឯងឆ្លងលួងកាមព្រោះយើងអត់បានយក20,000ហ្នឹងទៅបរិភោគកាមគុណចិត្តរបស់យើងហ្នឹងប្រកបដោយសទ្ធានេះឆ្លងហើយណាកន្លែងហ្នឹងណានឹងឯងឆ្លងជាលំដាប់លំដោយអំពីលោកយៈទៅដល់លោកតរៈហើយភវោខៈអន្លង់គឺភពអន្លង់គឺភពហ្នឹងគឺបានន័យថាលោភៈត្រេកអរក្នុងភពនឹងឯងព្រោះអង្គធัวកាមោខៈហើយនឹងភវោខៈហ្នឹងអង្គធัวគឺលោភៈនឹងឯងលោភៈចេតសិកហ្នឹងហ្នឹងឯងគ្រាន់តែមួយព្រឹត្តទៅជាសេចក្តីត្រេកអរនៅក្នុងវត្ថុកាមហើយមួយគឺជាសេចក្តីជាប់ជំពាក់ត្រេកអរទៅនៅក្នុងភពភពហ្នឹងគឺកន្លែងទោះជាតំណែងតែងតាំងអីទាំងអស់ហ្នឹងក៏ចូលនៅក្នុងភពហ្នឹងដែរត្រេកអរនឹងតំណែងតែងតាំងអីហ្នឹងហៅថាភវៈរាគៈឯងហ្នឹងឯងអញ្ចឹងគឺក្នុងការដែលពុទ្ធបរិស័ទយើងមានសទ្ធាយៈតរតិអោខាំងនេះថាឆ្លងនៅអន្លង់បានដោយសទ្ធាហ្នឹងអញ្ចឹងគឺថាអន្លង់កាមគឺយើងបានពិចារណាហើយអន្លង់ភពយើងក៏មិនត្រេកអរនៅក្នុងភពនឹងតទៅដែរហើយយើងធ្វើបុណ្យធ្វើទានហ្នឹងដើម្បីព្រះនិព្វាននឹងឯងមានការបង្អោនទៅដើម្បីព្រះនិព្វានកុំថាធ្វើម៉េចបានព្រះនិព្វានបើយើងមានតែ20,000នោះណែនៅក្នុងអដ្ឋកថាបដិបទាសោតក្នុងបេដកលេខ31
ព្រះអត្ថកថាបញ្យល់ត្រង់សម្មាបដិបទាហ្នឹងណាសូម្បីតែស្លឹកឈើមកក្តាប់ដែលឲ្យទៀនទៅជាថ្នាំឬបន្លែមកក្តាប់ដើម្បីឲ្យទៀនទៅហ្នឹងណាបើចិត្តនឹងឯងប្រាថ្នានៅវិវត្តៈគឺព្រះនិព្វាននេះជាសម្មាបដិបទាមែនពិតនឹងគ្រាន់តែបន្លែមកក្តាប់ក៏ប្រាថ្នាព្រះនិព្វានបានដែរហើយចុះតម្រាំ200000ហើយហ្នឹងគ្រាន់តែលើកឡើងកុំឲ្យញាតិញោមមើលងាយទៀន20000ជារឿងមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិមែនប៉ុន្តែនេះចិត្តដែលយើងបង្អោនទៅដើម្បីព្រះនិព្វាននេះហ្នឹងមានតម្លៃអត់មានកាត់ថ្លៃបានទេព្រោះតើយើងដល់បរតនត្រ័យទើបមានឧបនិស្ស័យអធិស្ឋ័យបង្អោនទៅកាន់ព្រះនិព្វាននឹងបានហើយមានទាំងវិបស្សនាទៀតរឹតតែពិសេសទៅទៀតអញ្ចឹងគឺការដែលយើងមាន20000ដើម្បីបានចូលនៅក្នុងរណ្ដាប់កាន់អង្គធ្វើបុណ្យនៅក្នុងវត្តច័ន្ទរាំងសីហៅវត្តចានេះហើយហ្នឹងគឺប៉ុណ្ណឹងគ្រប់គ្រាន់ហើយណា2000000រៀលហ្នឹងហើយហ្នឹងជាដើមទេនៅយើងចំណាយថែមទៅទៀតអញ្ចឹងគឺលមួមហើយណាស័ក្តិសមនឹងក្នុងការដែលយើងប្រាថ្នាព្រះនិព្វានហើយកណាពីព្រោះព្រះនិព្វានទៅតាមទានូបនិស្ស័យសីលោបនិស្ស័យភាវនូបនិស្ស័យនឹងឯងចឹងដោយឧបនិស្ស័យហ្នឹងកុំឲ្យយើងគិតគូរពីតម្លៃដោយថា2000000រៀលដូចជាយើងជិះរថយន្តអីទៅណាអីអញ្ចឹងហើយយើងគិតថាចំណាយចាយវាយវាមិនគ្រប់ទេទៅជាបាលរោគនៅបរទេសហ្នឹងមានតែ2000000រៀលឬក៏$50ហ្នឹងទៅអាមិនដល់អីអញ្ចឹងឆ្លងប្រទេសអីវាមិនរួចទេអាហ្នឹងគឺយើងយកអា2000000រៀលហ្នឹងមកកាត់ថ្លៃអញ្ចឹងវាអត់ត្រូវជាមួយនឹងដំណើររបស់បុណ្យទេពីព្រោះបុណ្យជាការលះបង់នៅកិលេសជាឧបនិស្ស័យអញ្ចឹងព្រះអត្ថកថាសម្ដែងថាគ្រាន់តែស្លឹកឈើមកក្តាប់ឲ្យទៀនគឺប្រាថ្នាវិវត្តៈគឺព្រះនិព្វាននេះជាសម្មាបដិបទាមែនពិតនឹងឯងទានូបនិស្ស័យសីលោបនិស្ស័យនាំឲ្យបានសម្រេចមគ្គ3ផល3ខាងក្រោមភាវនូបនិស្ស័យនាំឲ្យបានសម្រេចព្រះនិព្វាននឹងនៅក្នុងឧទានសូត្រសង្យុត្តនិកាយខណ្ឌវេរវៈណាឧទានសូត្រចឹងដែលសម្ដែងពីឧបនិស្ស័យនៃអរិយមគ្គអរិយផលហ្នឹងគឺជាការឆ្លងនៅអន្លង់គឺភពហើយទិដ្ឋោខៈអន្លង់គឺមិច្ឆាទិដ្ឋិអាហ្នឹងយើងដឹងច្បាស់ហើយព្រោះយើងមានសមាទិដ្ឋិពេញលេញហើយនៅក្នុងការដែលយើងជឿដោយសទ្ធាក្នុងគុណបរតនត្រ័យមានបញ្ញាដែលគ្រប់គ្រងសទ្ធានឹងឯងទាំងកម្មសកតាបញ្ញាហ្នឹងគឺដឹងតែសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងយើងដឹងតែពីពេញបុណ្យកុសលក្តីល្អទៅរឿងអ្វីក្នុងជីវិតហ្នឹងយើងមិនកាន់យកមកឲ្យខូចមហាកុសលឲ្យខូចបុណ្យកុសលឲ្យញាប់ញ័រទៅក្នុងចិត្តឲ្យផ្ទះផ្ទែងក្តៅកាហាយអីទៅទេរឿងអ្វីក្នុងជីវិតហ្នឹងយើងទទួលយកមកដើម្បីឲ្យយល់ថាធម៌ទាំងឡាយមានហេតុមានបច្ច័យយ៉ាងណាក៏កើតឡើងយ៉ាងត្រឹមត្រូវតាក់ទងទៅនឹងអ្នកដទៃគឺចិត្តចេតសិករូបក្នុងអ្នកដទៃតាក់ទងនឹងខ្លួនយើងក៏ចិត្តចេតសិករូបវាអត់មានអ្វីដែលមិនពិតប្រាកដទេប៉ុន្តែបើយើងកំណត់ទៅលើកិច្ចការងារដែលយើងត្រូវធ្វើគឺដឹងតែពីរឿងសន្សំនៅគុណធម៌សន្សំអភិនិហាបារមីដើម្បីឆ្លងដល់ត្រើយគឺព្រះនិព្វាន
យើងមិនមានការខ្វាយខ្វល់អីទៅច្រើនទេចឹងទោះជាវាមានអកុសលវិបាកខ្លះក្នុងជីវិតក៏យើងនៅក្នុងកំណើតជាមនុស្សនឹងឯងចឹងយើងអាចអត់ធន់បានទទួលយកនៅការពិតក្នុងជីវិតហ្នឹងទោះជាយ៉ាងណាក៏វាមិនទុកលំបាកដូចនរកប្រែតិរិឆានអីទេយើងនៅក្នុងកំណើតជាមនុស្សប៉ុណ្ណឹងយើងអាចដល់បរតនត្រ័យធ្វើទានអាសាសិលគុណចាស់ចូលកម្មភ្នោះបុស្សជាបព្វជិតបានគឺយើងមានសេចក្តីសុខជាមួយគ្នានឹងកិច្ចការងារដែលយើងបានធ្វើហ្នឹងអ្វីទទួលមកជាមេរៀនសម្រាប់សិក្សាឲ្យឃើញថាមានហេតុទៅកើតឡើងហើយមិនអាចបង្កប់បញ្ជាកុំឲ្យកើតឬក៏ទៀមទាយ៉ាងនេះទៀមទាយ៉ាងនោះទៅបានទេយើងក៏ត្រេកអរជាមួយនឹងការពិតសិក្សាការពិតនឹងឲ្យឃើញទៅតាមសេចក្តីពិតមិនចេះតែចង់ឲ្យចេះមិនចេះតែចង់ឲ្យចោះអីទៅតាមណាទេបើយើងសិក្សាទៅដល់ការពិតនឹងទៅក៏ចម្រើនទៅដោយបញ្ញាចម្រើនទៅដោយចិត្តស្ងប់រងាប់នឹងឯងមានចាំបាច់តាមចិត្តយើងអីតាមចិត្តយើងបានតាមចិត្តអ្នកដទៃបានហើយបទងប្រទេសគ្នាណានៃហើយបើយើងចង់ឲ្យតិចដើរហាលថ្ងៃហ្នឹងកុំឲ្យក្តៅហើយអ្នកដែលគេហាលអោសហាលខោអាវគេចង់ឲ្យក្តៅអញ្ចឹងមិនទាញហែកព្រះអាទិត្យគ្នាអញ្ចឹងធ្វើម៉េចឲ្យព្រះអាទិត្យផ្កប់ណាទៅអញ្ចឹងគឺអត់ទេណាចង់អីចង់ហ្នឹងហើយតែអត់មានពពួកបាំងត្រូវតែភ្លឺចេះក្តៅអញ្ចឹងមកតាមរដូវកាលនឹងអញ្ចឹងទៅហ្នឹងយើងក៏មិនចាំបាច់ទៀមទាអីអ្វីត្រឹមត្រូវតាមបច្ច័យរួចស្រេចបាច់អស់ហើយហ្នឹងមិនចាំបាច់យើងប្រមូលសំណុំរឿងមកតវ៉ាអីទៀតនឹងសច្ចធម៌ទេអ្វីមានហេតុត្រឹមត្រូវ 100% បានកើតឡើងនឹងឯងអត់មានស៊ីសំណោកសោកប៉ាន់អត់មានវកអត់មានខ្លាចយៈខ្លាចមាណាទេមានហេតុបានកើតឡើងហេតុយ៉ាងណាគឺយ៉ាងហ្នឹងគ្រប់រឿងទាំងអស់ទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកដទៃទាំងធម្មជាតិមេឃដីហើយយើងទៀមទាអីទៀតបើការពិតប៉ុណ្្នឹងហើយនោះយើងចង់បានយ៉ាងម៉េចទៅវិញមិនអាចប្រព្រឹត្តទៅបានទេហ្នឹងឯងឃើញទេអ្វីក្នុងជីវិតទាំងការឃើញការឮដឹងក្លិនដឹងរសដឹងរឿងអីសពគ្រប់គឺសិតតែជាមេរៀនល្អណាស់គ្រប់យ៉ាងជាមេរៀនល្អណាស់ដែលយើងបានសិក្សាពីព្រះសម្មាសម្ពុទ្ធមកយើងមកពិសោធន៍ជាមួយនឹងការពិតអ្វីជាធម្មតាស្រាប់តែคล้ายទៅជាមេរៀនសំខាន់ដែលសម្រាប់អប់រំចិត្តកើតនៅបរិញ្ញាញាតបរិញ្ញាតៃរណបរិញ្ញាបហានបរិញ្ញាជាមួយនឹងជីវិតយ៉ាងធម្មតាកាលដែលយើងនៅប្រមាទអត់តាន់ចេះដឹងអត់តាន់មានសតិយើងអត់ចេះសិក្សាទេមួយថ្ងៃចោលទៅហើយប្រព្រឹត្តទៅតាមតែកិលេសចំណង់ចង់បានចេះចង់បានចោះការពិតអត់មានសិក្សាអីទាំងអស់នឹងឯងចឹងបានវាចិត្តតែកើតទុកលហាមហ្នឹងណាទឹកភ្នែកคล้ายជាមហាសមុទ្រហ្នឹងណាដោយសារតែចំណង់ដែលចង់ហ្នឹងអត់មានចូលសាលារៀនអីផងអត់មានចេះអីបន្តិចសាលារៀនក្នុងសាសនានេះថ្នាក់បរិញ្ញាទៀតសិក្សាការពិតសុខទុក្ខធម្មតាមើលតាមផ្លូវកាយក្តីតាមផ្លូវចិត្តក្តីសោយអារម្មណ៍ក្តីចាំរឿងក្តីរូបវេទនាសញ្ញាសង្ខារវិញ្ញាណទាំងអស់សុទ្ធតែមេរៀនគួរដល់ការសិក្សាដោយបញ្ញាថ្នាក់ពងខ្ពស់ណាស់បញ្ញាថ្នាក់វិបស្សនាទាំងនឹងឯងមើលហើយយើងអត់បានចេះដឹងចេះតែទៀមទាចង់បានចេះចង់បានចោះក្នុងជីវិតហើយអាណាដែលមិនត្រូវចិត្តក៏ទុកទោមនោះកើតទុកទៅជាមួយគ្នានឹងការពិតហ្នឹងណាចេះទៅបន្ទុះចេះទៅតោះជាមួយនឹងការពិតហ្នឹងនឹងឯងទៀតហើយតែខ្លះក៏មោហៈប្រកបដោយឧបេក្ខាអញ្ចឹងទៅ
មិនស្រឡាញ់ចាប់យកមកធ្វើរបស់ខ្លួនក៏មិនស្អប់មិនបន្ទោសដែរប៉ុន្តែអត់មានសតិសិក្សាឲ្យកើតបញ្ញាចោលចឹងទៅបង្ងើយចោលទៅហៅថាអញ្ញាណោពេក្ខាអញ្ញាណៈហើយនឹងឧបេក្ខាបង្ងើយដោយអញ្ញាណៈអត់មានបញ្ញាចោលទៅទៀតទៅអត់ចេះដដែលនឹងរឿងរ៉ាវក្នុងជីវិតដែលយើងបានពិសោធន៍ការពិតមកដូច្នេះពុទ្ធបរិស័ទយើងស្ដាប់ពធរឿយរហូតដល់ទៅឃើញថាអ្វីក្នុងជីវិតនឹងទាំងការស្រេកឃ្លានទាំងការឆ្អែតនេះសត្វតែជាសភាវៈធัวតាមទីក្តីពិតគួរដល់ការសិក្សាទាំងអស់ណានិយាយអីណាថាអីកើតសោតវិញ្ញាណឡើងកើតមโนទ្វេរវិថីចិត្តដឹងរឿងសត្វតែជាខណ្ឌជាធាតុបើអត់មានខណ្ឌអត់មានធាតុទេបានអីដឹងរឿងមើលយកអីទៅដឹងបើមិនមែនធាតុទេនោះវាគ្រាន់តែមិនមែនជាតួយើងតែប៉ុណ្្នឹងទេតើវាជាការដឹងរឿងដោយមโนទ្វេរវិថីចិត្តរួចទៅកន្លងទៅជាអតីតាធម្មានឹងដែលយើងត្រូវឆ្លងនៅទិដ្ឋោខៈអន្លង់គឺការយល់ខុសអប់រំបញ្ញាសមាទិដ្ឋិអញ្ចឹងហ្នឹងឯងសទ្ធាយៈតរតិអោខំហ្នឹងណាហើយឆ្លងនៅអវិជ្ជោខៈទៀតអន្លង់គឺអវិជ្ជាសេចក្តីល្ងងមោហៈនឹងឯងទាំងលោភៈគឺចេះតែប្រកាសគុណខ្លួនឯងហើយដល់ទៅទោសៈចេះប្រកាសទោសអ្នកដទៃហើយដល់ទៅមោហៈប្រកាសរឿងអត់ពិតគេណាមើលដល់ទៅអលោភៈប្រកាសទោសខ្លួនឯងអទោសៈប្រកាសគុណអ្នកដទៃអមោហៈប្រកាសសច្ចធម៌អ្វីដែលជាការពិតនៅក្នុងលោកឃើញអមោហៈនឹងល្អណាស់គឺប្រកាសការពិតនឹងមកពីអីមកពីបញ្ញាទេទៀតអមោហៈនឹងគេសិក្សាទៅគេដឹងការពិតអញ្ចឹងគឺថាបានប្រកាសនៅសច្ចធម៌ដោយតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងហើយដោយបដិវេទញ្ញាណទៀតនៅធម្មចក្រហើយបាន2ខែមកនៅព្រៃអសិបតនមគតិយវ័នព្រះអង្គប្រកាសធម្មចក្រដោយទេសនាញាណណាធម្មចក្រនឹងដោយញាណ2ទៀតបដិវេទញ្ញាណគឺត្រាស់ដឹងទេសនាញាណប្រកាសសម្ដែងនៅព្រៃអសិបតនមគតិយវ័នចិត្តក្រុងពរាណសីហ្នឹងឯងអញ្ចឹងគឺថាចំពោះបញ្ញាបានប្រកាសនៅការពិតឆ្លងនៅអវិជ្ជោខៈអន្លង់គឺអវិជ្ជានិងសទ្ធាយៈតរតិអោខំហ្នឹងឯងដែលសម្បយុទ្ធទៅដោយសោតាបត្តមៈលះបង់នៅអវិជ្ជាតាមលំដាប់នៃអរិយមគ្គហ្នឹងរួចទៅចូលមកដល់អបមាទេនអន្តវង្សគឺថាឆ្លងសមុទ្រវដ្តសង្សារនឹងដោយស្មារតីគឺសេចក្តីមិនប្រមាទអាហ្នឹងឯងដែលនៅក្នុងបុគ្គលពួក7ហ្នឹងបន្ទាប់អំពីសម្លឹងឃើញកោះឃើញត្រើយហើយហែលនេះអាហែលហ្នឹងឯងគឺថាអបមាទេនអន្តវង្សឆ្លងហែលឆ្លងហើយប្រកបដោយសក្តិគាមិមគ្គមានស្មារតីសេចក្តីមិនប្រមាទដល់ទៅពេលវិរិយេនទុក្ខមច្ចេតិឆ្លងនៅសេចក្តីទុក្ខហ្នឹងគឺទុក្ខមានកាមជាហេតុសេចក្តីទុក្ខមានកាមជាបច្ច័យសេចក្តីទុក្ខមានកាមជាគ្រឿងផ្ដួចផ្ដើមឡើងនឹងឯងដែលព្រះអង្គទ្រង់សម្ដែងក្នុងចូលៈទុក្ខខណ្ឌសោតមហាទុក្ខខណ្ឌសោតក្នុងបៃដកលេខ20នឹងគឺជាគំនូរនៃសេចក្តីទុក្ខទាំងឡាយហៅថាទុក្ខខន្ធៈមានកាមជាហេតុមានកាមជាបច្ច័យមានកាមជាគ្រឿងផ្ដួចផ្ដើមនឹងព្រះអង្គសម្ដែងអញ្ចឹងអាហ្នឹងឯងណែវិរិយេនទុក្ខមច្ចេតិនេះសេចក្តីទុក្ខហ្នឹងគឺមានកាមជាហេតុមានកាមជាបច្ច័យមានកាមជាគ្រឿងផ្ដួចផ្ដើមហ្នឹងត្រូវឆ្លងនៅសេចក្តីទុក្ខហ្នឹងដោយអនាគាមិមគ្គព្រោះអនាគាមិមគ្គហ្នឹងលះបង់នៅកាមឆន្ទៈចឹងគឺសេចក្តីព្យាយាមក្នុងការហែលហ្នឹងបានដល់ទីរៈ
ជើងឈួរជន់ដីប៉ុន្តែមិនតាន់ឡើងគោកទេដល់ទៅអញ្ចឹងចូលនៅក្នុងបញ្ញាយៈបរិសុទ្ធតិបរិសុទ្ធបានដោយបញ្ញាក្នុងអរហត្តមគ្គអានឹងឡើងគោកបានដល់កោះដល់ត្រើយហើយជាសមណៈជាអ្នកស្ងប់រងាប់ជាព្រាហ្មណ៍ឈ្មោះថាមានបាបបានបន្សាប់បងហើយនឹងគឺក្នុងបុគ្គល7ពួកហ្នឹងបឋិជនមាន3ពួកប៉ុន្តែបឋិជនទី3ងើបហើយអត់មុជទៅវិញដែលជាបច្ច័យតមកឲ្យឃើញកោះឃើញត្រើយហ្នឹងហើយដល់ទៅអត់មុជទៅត្រូវសម្លឹងមើលហើយណាកោះណាត្រើយបាននៅទេសនៈសម្បត្តិគឺសោតាបត្តមៈទៅជាព្រះអរិយបុគ្គលអញ្ចឹងខំប្រឹងហែលទៅរកកោះរកត្រើយអានឹងអបមាទេនអន្តវង្សបានទៅដល់ទីរៈជើងឈួរជន់ដីហើយវាមានត្រូវលិចត្រូវលងអីទៀតវីរិយេនទុក្ខមច្ចេតិរួចទៅបានឡើងលើគោកគឺជាព្រាហ្មណ៍ជាព្រាហ្មណ៍តមហੰព្រូមិព្រាហ្មណੰគឺថាគាត់ហៅបុគ្គលនោះថាជាព្រាហ្មណ៍គឺបញ្ញាយៈបរិសុទ្ធតិដូច្នេះបុគ្គល7ពួកហ្នឹងមានបឋិជន3ពួកមានព្រះអរិយបុគ្គល4ពួកហើយព្រះអរិយបុគ្គល4ពួកហ្នឹងត្រូវគ្នានឹងពិធីបុណ្យយើងនេះឯងសទ្ធាយៈបរតិអោខាំងឆ្លងនៅអន្លង់បានដោយសទ្ធាប្រកបទៅដោយសោតាបត្តមៈអបមាទេនអន្តវង្សឆ្លងនៅសមុទ្រវដ្តសង្សារបានដោយអំណាចនៃស្មារតីគឺសេចក្តីមិនប្រមាទហ្នឹងគឺជាឈ្មោះនៃសតិតគ្នាប្រកបទៅដោយសក្កតាគាមិមៈហើយវិរិយេនទុក្ខមច្ចេតិឆ្លងនៅសេចក្តីទុក្ខដែលមានកាមជាហេតុជាបច្ច័យជាគ្រឿងផ្ដួចផ្ដើមឲ្យសេចក្តីទុក្ខនឹងកើតឡើងនោះគឺត្រូវឆ្លងដោយអំណាចនៃសេចក្តីជាយាមក្នុងអនាគាមិមៈហ្នឹងឯងហើយដល់ទៅបញ្ញាយៈបរិសុទ្ធតិគឺថាបរិសុទ្ធគឺឆ្លងរួចផុតពីសេចក្តីសៅមងគ្រប់យ៉ាងដោយអំណាចនៃបញ្ញាថ្នាក់អរហត្តមគ្គកំពូលអាសវខយវិជ្ជាគឺជាលោកកតរៈអភិញ្ញាព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខទាំងពួងនឹងឯងដែលយើងសិក្សានៅក្នុងពុទ្ធសាសនាយើងបានយល់អំពីរឿងការឆ្លងពុទ្ធបរិស័ទយើងគឺថាយើងគ្រាន់តែបានស្ដាប់អំពីសទ្ធាយៈបរតិអោខាំងយើងមានសទ្ធានេះយើងឆ្លងនៅអន្លង់កាមផងឆ្លងនៅអន្លង់ភពផងឆ្លងនៅអន្លង់គឺមិច្ឆាទិដ្ឋិផងឆ្លងនៅអន្លង់គឺអវិជ្ជាផងដោយអំណាចនៃសទ្ធានៃពុទ្ធបរិស័ទយើងនឹងហើយដូច្នេះពុទ្ធបរិស័ទបងប្អូនស្រីប្រុសទាំងអស់ក៏បីរស់នៅជាសុខជាមួយនឹងខ្លួនឯងគឺសទ្ធាដែលជាបខន្តនៈលក្ខណៈសទ្ធាក៏បានសទ្ធាហ្នឹងគឺថាស្ទុះទៅនាំមុខឲ្យធ្វើទានឲ្យរក្សាសិលភាវនាអីទៅនឹងឯងទាំងដោយអំណាចនៃសទ្ធាហ្នឹងហៅថាបខន្តនៈណាបខន្តនៈប្រែថាស្ទុះទៅទាំងនឹងឯងឆ្លងព្រៃឆ្លងស្ទឹងឆ្លងទីដែលមានគ្រោះថ្នាក់គឺថានាំមុខដូចជាមេតបដ៏ក្លាហានអញ្ចឹងសទ្ធាហ្នឹងណាសម្រាប់សេចក្តីកំណាញ់សម្រាប់ការចំណែនសម្រាប់មន្ទិលសៅមងផ្សេងការរមិលគុណអកតញ្ញូបលាសៈការវៃរឹកស្មើមេយាលៈពុទ្ធសាថយៈអំនួតអួតអាងគឺថាកិលេសទាំងអស់នឹងឯងត្រូវសទ្ធាដែលជាមេតបនឹងឯងវាយរត់ខ្ចាត់ខ្ចាយខ្ទេចខ្ទីអស់ញ៉ាំងទានឲ្យកើតឡើងញ៉ាំងសិលឲ្យកើតឡើងញ៉ាំងភាវនាឲ្យកើតឡើងសទ្ធាបែបនេះហៅថាបខន្តនៈលក្ខណៈសទ្ធានឹងឯងទាំងសទ្ធានឹងជាមេតបនៅក្នុងបញ្ចប្រធានយ៉ាងគៈបញ្ចប្រធានយ៉ាងគៈហ្នឹងប្រែថាអង្គនៃសេចក្តីព្យាយាម5យ៉ាងព្រះអង្គសម្ដែងតថាគតពោធិសទ្ធានេះឯងនាំមុខហើយមានបញ្ញាសម្រាប់ជាចុងក្រោយអញ្ចឹងគឺសទ្ធានេះ
ជាអ្នកដឹកនាំកងទ័ពក្នុងបុណ្យកុសលគ្រប់យ៉ាងទាំងអស់ឲ្យបានជោគជ័យប៉ុន្តែត្រូវគ្រប់គ្រងទៅដោយបញ្ញាអញ្ចឹងបានជាក្នុងពួកធម៌មានសទ្ធាខាងដើមមានបញ្ញាខាងចុងណាដូចជាសទ្ធាធនៈខាងដើមបញ្ញាធនៈខាងចុងសទ្ធិន្ទ្រីសទ្ធាពលៈខាងដើមបញ្ញន្ទ្រីបញ្ញាពលៈខាងចុងសទ្ធាចេតសិកក្នុងសោបណៈខាងដើមបញ្ញន្ទ្រីខាងចុងសទ្ធាសម្បទាខាងដើមបញ្ញាសម្បទាក្នុងសម្បរាយិកដ្ឋប្រយោជន៍ក្នុងបរលោកសុទ្ធតែមានសទ្ធានាំមុខបញ្ញាគ្រប់គ្រងកុំឲ្យសទ្ធានឹងភ្លៀងផ្លាត់ទៅត្រង់ដែលថាជាបច្ច័យឲ្យមានមង្គលភ្ញាក់ផ្អើលចេះតែជឿអ្វីដែលមិនមែនជាហេតុជាផលត្រឹមត្រូវនោះបញ្ញានឹងគ្រប់គ្រងសទ្ធានឹងឯងជាគូណាជាគូនឹងគ្នាដូចនិមអញ្ចឹងចឹងគឺថាសទ្ធាមកខាងបញ្ញាមកខាងទប់ទល់គ្នាទៅវិញទៅមកសទ្ធាក៏រក្សាបញ្ញាកុំឲ្យអំនួតអួតអាងកុំឲ្យមិច្ឆាទិដ្ឋិហើយបញ្ញាក៏គ្រប់គ្រងសទ្ធាកុំឲ្យចេះតែទៅជាជឿជាមង្គលភ្ញាក់ផ្អើលចឹងទៅហ្នឹងហៅថាជានិមសទ្ធាហើយនឹងបញ្ញាហ្នឹងជាគូនឹងគ្នាទៀតចឹងពុទ្ធបរិស័ទយើងជ្រះថ្លានៅក្នុងគុណធម៌ទាំងអស់នេះហើយមានជីវិតរស់នៅជាមួយគ្នានឹងការតាំងចិត្តបំពេញមហាកុសលហើយមានសេចក្តីសុខស្ងប់ត្រជាក្នុងចិត្តនឹងឯងចឹងយើងកាលណាបើមានគោលការណ៍បំពេញជាមហាកុសលហើយយើងមិនខ្វាយខ្វល់អីទៅច្រើនទេពីព្រោះអ្វីដែលយើងតែងតែកើតទុកចង្អៀតចង្អល់ហ្នឹងមកពីអីយើងពិចារណាទៅកុំឲ្យយើងចេះតែជឿកុំឲ្យចេះតែសម័យត្រូវពិចារណាឲ្យជាក់ច្បាស់ដោយខ្លួនឯងទៅគឺមកពីយើងមានសេចក្តីប្រាថ្នាដល់ទៅវាអត់បានដូចសេចក្តីប្រាថ្នាទៅយើងកើតទុក្ខមួម៉ៅក្តៅក្រហាយទៅប៉ុន្តែឥឡូវកុំនិយាយថាប្រាថ្នាហើយវាអត់បានយើងគិតមើលដល់តែប្រាថ្នាហើយបានទៅតើវាជាស្អីទៅអារបស់ដែលយើងបានហ្នឹងវាមានតម្លៃស្មើនឹងមហាកុសលដែរទេនិយាយដល់តែបានទៅបានអីបានហ្នឹងទៅតើវាមានតម្លៃស្មើនឹងមហាកុសលដែរទេណាដូច្នេះវាអត់មានសំខាន់អីពេកទេចឹងមិនបានទេក៏ហីទៅព្រោះយើងនៅធ្វើទានបានតើនៅរក្សាសិលបានតើនៅភាវនាបានតើរៀនទៅគាថាព្រះអង្គសូត្រទៅពិចារណាទៅមើលមានតម្លៃសម្រាប់ជីវិតណាស់ដោយគុណធម៌ទាំងអស់ហ្នឹងហើយរឿងអ្វីទៀតណាយើងកុំចិត្តតែចង់ហួសហេតុអ្វីតែមានហេតុបានហើយត្រឹមត្រូវតាមនឹងទៅយើងវាខ្វះហេតុខ្វះបុណ្យយើងចិត្តតែចង់បានរឿងចង់ហ្នឹងយើងគិតតែម៉េចហ្នឹងហើយចង់ហ្នឹងសូម្បីតែស្ដេចចក្រពត្តិហើយប្របាទមុនធាតតមើលសេរីសម្បត្តិជាស្ដេចចក្រហើយព្រះអង្គនៅចង់ទៅសោយរាជឋានប្រអិនទៀតបានពាក់កណ្ដាលហើយចង់ធ្វើឃាតប្រអិនទៀតអាហ្នឹងមើលបើយើងចេះតែតាមចំណងហ្នឹងតើយើងស្កប់ស្កល់គ្រប់គ្រាន់រឿងអីទៅហ្នឹងឯងយើងត្រូវពិចារណាមើលតាមហ្នឹងដូច្នេះយើងត្រូវយល់ថាអ្វីមានហេតុត្រឹមត្រូវនឹងឯងទៅយើងចង់ហួសហេតុវានាំឲ្យយើងកើតទុក្ខមកពីអត់បានដោយសេចក្តីប្រាថ្នាដូច្នេះវិធីរងាប់សេចក្តីក្រោធពុទ្ធបរិស័ទនឹងឯងចងចាំណាវិធីរងាប់សេចក្តីក្រោធព្រោះយើងច្រើនតែមួម៉ៅក្តៅក្រហាយខឹងក្រោធគឺថាត្រូវរងាប់ចំណង់នៅក្នុងជីវិតរបស់យើងដើម្បីយើងរងាប់ចំណង់យើងត្រូវមកពិនិត្យថាអ្វីជាគោលការណ៍សំខាន់ក្នុងជីវិតរបស់យើងគឺសេចក្តីល្អដីល្អយើងអត់អាចរកអ្នកដទៃមកធ្វើជំនួសយើងបានទេណាគឺយើងម្នាក់ឯងគត់
ដែលត្រូវអប់រំទានសិលភាវនាដូច្នេះវាអត់មានតេតិននឹងអ្នកដទៃទេចង់ធ្វើទានស្មើណាធ្វើទៅគឺហ្នឹងមិនក៏មិនធ្វើទៅតែចង់បានតែរបស់ដែលអត់ហ្នឹងហើយរបស់ហ្នឹងបើយើងចង់បានមកទៅវាជាស្អីទៅមើលវាមានតម្លៃដូចទានទេមានតម្លៃដូចសិលទេទានសិលអាចអភិសេកព្រះអង្គឲ្យបានត្រាស់ណាអត់មានទានអត់បានជាពុទ្ធទេណាអត់មានទានអត់បានជាពុទ្ធមេត្តាពុទ្ធបិតាអត់បានជាកន្សៃសារពេចអត់បានជាព្រះអគ្គសាវកទេតើមានទានណាហើយយើងទៅទូចទៅទាមទាអីពីអ្នកដទៃមិនក៏មិនសុំពីខ្លួនឯងមកវាមានអ្នកដទៃឲ្យយើងអីដែលមានតម្លៃជាងទានជាងសិលនេះធ្វើឲ្យខ្លួនឯងទៅនៅជាសុខដោយខ្លួនឯងទៅវាគ្រប់គ្រាន់បបោណាស់ហើយមើលនៅជាសុខដេកជាសុខអង្គុយជាសុខដើរជាសុខហើយយើងទៅមួម៉ៅក្តៅកាហាយដូចយើងបង្កាត់ភ្លើងដុតខ្លួនឯងអញ្ចឹងមើលតែយើងស្រឡាញ់ខ្លួនឯងកន្លែងណាបើយើងដុតខ្លួនយើងអញ្ចឹងហ្នឹងឯងអញ្ចឹងយើងកុំនិយាយត្រឹមតែមិនបានឥឡូវយើងគិតដល់តែបានទៅស្អីហ្នឹងសួរខ្លួនឯងមើលតាមតែយើងផ្ទះអន្ទែងអត់បានយើងកើតទុកអត់បានយើងមួម៉ៅក្តៅកាហាយឥឡូវយើងគិតដល់តែបានទៅតើវាជាស្អីដែលយើងចង់បានហ្នឹងណាមើលតាកទួងនឹងអ្នកដតីហៅរករាប់អានអ្នកដតីយកចិត្តយកថ្លើមឬក៏ដោយលៀបដោយយោះអីទាំងអស់ហ្នឹងវាមានស្អីសំខាន់ជាងទានមិនក៏មិនធ្វើឲ្យខ្លួនឯងទៅវាមានអីសំខាន់ជាងសិលមិនក៏មិនរសាសិល8សិល10ទៅបើថាយើងចង់បានណាស់នោះធ្វើឲ្យខ្លួនឯងទៅវាអត់មានអីមានតម្លៃជាងមហាកុសលទាំងអស់នេះទេអញ្ចឹងណែអានេះឯងដែលជាវិធីរងាប់សេចក្តីក្រោធម្យ៉ាងទៀតនៅពេលដែលយើងតោះចិត្តទាំងអ្នកដតីខុសអី1 2 3 4 5យើងត្រូវបញ្ច្រាស់មកពិចារណាខ្លួនយើងវិញហ្នឹងឯងមិនមែនចង់ឲ្យថាអ្នកដតីធ្វើអីក៏ត្រូវធ្វើអីក៏ត្រូវទេប៉ុន្តែយើងមកពិនិត្យខ្លួនយើងមើលតើយើងអស់លោភៈទោសៈមោហៈហើយនៅលោភៈទោសៈមោហៈនឹងឯងវាជាអកុសលមូលដែលនាំឲ្យធ្វើអកុសលកម្មឃើញទេដូចជាចោតកសិទ្ធិព្រះអង្គឃើញប្របាទអាជាសតុនឹងលោភលន់ណាស់លើកតបទៅដណ្ដើមប្រាសាទគាត់នៅវត្តបេលវ័នគាត់ដឹងរឿងគាត់សង្វេគចំពោះលោភៈដែលមានក្នុងចិត្តគាត់សូមព្រះអង្គបួស 2-3 ថ្ងៃសម្រាប់ព្រះរហ័តទៅអាហ្នឹងឯងយើងរៀនយកជាទិដ្ឋានុគតិអញ្ចឹងនៅពេលដែលឃើញកិលេសរបស់អ្នករតីបញ្ញាប់មកពិនិត្យមើលការខ្វះខាតរបស់យើងលោភៈទោសៈមោហៈរបស់យើងអញ្ចឹងទៅយើងទន់ចិត្តថាយើងសម្រួលមិនមានអ្នកណាធ្វើកិលេសឲ្យខ្លួនឯងទេយើងមានធ្វើលោភៈទោសៈមោហៈឲ្យខ្លួនឯងណាអ្នកដតីក៏គាត់មិនបានធ្វើឲ្យហើយអ្នកដតីហ្នឹងណាបើអត់មានលោភៈទោសៈមោហៈទេអត់មានអកុសលកម្មទេណាអត់មានអ្នកណាទៅធ្វើអកុសលកម្មអីខ្លួនឯងទេបើតើមានលោភៈទោសៈមោហៈហើយដល់យើងយល់ថាលោភៈទោសៈមោហៈអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេតែយើងនៅមានការបកកែប្រកម្មស្អប់ខ្ពើមអ្នកដតីរឿងអីទៀតតើអ្នកដតីហ្នឹងគាត់ធ្វើលោភៈឲ្យខ្លួនគាត់អីណាតើអ្នកដតីហ្នឹងធ្វើទោសៈឲ្យខ្លួនគាត់អីធ្វើមោហៈឲ្យខ្លួនគាត់អីបានជាយើងទៅស្អប់គាត់ម្លេះហ្នឹងមើលហើយបើដកលោភៈទោសៈមោហៈចេញហើយមានអ្នកដតីឲ្យយើងស្អប់ទៀតទេមានតែយើងស្អប់ព្រះអរហន្តអញ្ចឹងមកតែអស់លោភៈទោសៈមោហៈទៅយើងមានតោះចិត្តអីទៀតដូច្នេះនេះដែលជាវិធីរងាប់សេចក្តីក្រោធត្រូវពឹងវិបស្សនាខ្លួនឯងចឹងដើម្បីចាក់ភ្លុះយល់ទៅក្នុងសេចក្តីទាំងអស់ហ្នឹងអភ័យរាជកុមារដឹងថាប្របាទអាជាសតោធ្វើឃាតប្របីដាជាមួយគ្នាគ្រាន់តែមេត្តាផ្សេងអភ័យរាជកុមារព្រះអង្គជាព្រះសោតាបានផងណាព្រះអង្គខ្ពើមចំពោះកិលេសអត់មានស្អប់បុគ្គលទេព្រះអង្គឃើញទោសរបស់កិលេសព្រះអង្គដឹងថាត្រូវអនន្តរិយកម្ម
ដោយបេតឃាតនឹងឯងដោយគឺថាកិលេសនៅក្នុងមាននៅក្នុងចិត្តសន្តានអញ្ចឹងអភ័យរាជកមាលះបង់អ្វីគ្រប់យ៉ាងចូលកម្មភ្នោះបួសជាបព្វជិតទៅតាមផ្លូវហ្នឹងឯងចឹងទៅតាមផ្លូវចូលកម្មភ្នោះហ្នឹងហើយក៏សម្រេចព្រះអរហន្តជាព្រះអរហន្តទៅនេះឃើញទេគឺវិធីរងាប់សេចក្តីក្រោធនៅពេលដែលយើងឃើញកិលេសដែលមាននៅក្នុងអ្នកដទៃធ្វើអីខុសហ្នឹងយើងមកពិនិត្យជីវិតពិតរបស់យើងវិញក៏មានចំណុចខ្វះខាតរឿងនេះរឿងនោះដល់ចឹងទៅយើងទន់ចិត្តហើយអត់មានប្រកែប្រកាន់ស្អប់ខ្ពើមអ្នកដទៃអីទេបែរទៅជាយើងរង្គៀសឃើញទោសចំពោះបាបអកុសលចឹងយើងរកឱកាសដើម្បីកម្ចាត់បង់នៅបាបអកុសលពីចិត្តសន្តានពីព្រោះវាជាគ្រឿងថោកទាបវាជាគ្រឿងសៅមងវាជាគ្រឿងធ្ងន់ដែលទាញសត្វលោកទៅកាន់អបាយភូមិបានដោយអំណាចនៃលោភៈទុសៈមោហៈនឹងមិនរួចផុតចាកអំពីវដ្តសង្សារមិនរួចផុតចាកជាតិជរាមរណៈមិនរួចផុតចាកសេចក្តីទុក្ខឡើយនេះឯងទាំងខ្ញុំបកណារៀបរាប់សេចក្តីនៃពធពីរឿងឆ្លងប៉ុណ្ណឹងក្នុងវេលាព្រឹកនឹងសំគួរដោយនៅឱកាសពេលវេលាក្នុងការសម្ដែងពធជាង1ម៉ោងគឺខំប្រឹងអស់សម្លេងនេះតាមមេក្រូលឺប៉ុន្តែវាលឺនៅពោះឆ្ងាយចឹងណាចឹងនៅខាងក្នុងហ្នឹងគឺត្រូវការសម្លេងឲ្យខ្លាំងនឹងឯងចឹងគឺប្រឹងមែនទែនដើម្បីបានចូលរួមបុណ្យកុសលរបស់គុណចាស់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ហើយសូមទុកដាក់ប្រាក់បូជាពធទេសនា